នៅព្រឹកថ្ងៃទី7 ខែមេសាឧត្តមសេនីយ៍ឯកបណ្ឌិតឈួនថាវរិន្ទទីប្រឹក្សាផ្ទាល់សម្ដេចមហាបវរធិបតីហ៊ុនម៉ាណែតនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាជាមេបញ្ជាការរងកងទ័ពជើងអាកាសបានអញ្ជើញសាកសួរសុខទុក្ខនិងសំណេះសំណាលជូនពរសពសាធិការពរជ័យដល់នាយទាហាននាយទានរងនពលទាហាននៅសាលប្រជុំមូលដ្ឋានពុយចន្ទងក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិឆ្នាំម្សាញ់ដែលនឹងឈានចូលមកដល់នាពេលខាងមុខនេះបន្ទាប់ពីឧត្តមសេនីយ៍តូអ៊ូសំមនមេបញ្ជាការមូលដ្ឋានពុយចន្ទងអានរបាយការណ៍ស្វាគមន៍ស្ដីពីការវិវត្តរីកចម្រើនព្រមទាំងចំណុចខ្វះខាតមួយចំនួនរបស់មូលដ្ឋានពុយចន្ទងរួចមកឧត្តមសេនីយ៍ឯកឈួនតែវរិនក៏បានសម្ដែងការប្រកាសនិងវិតម្លៃពោះចំពោះលទ្ធផលស្នាដៃដ៏ធំធេងដែលសម្រេចបានកន្លងមកគឺអាស្រ័យដល់ការខិតខំប្រឹងប្រែងយកអស់កម្លាំងកាយចិត្តនិងការធ្វើពលិកម្មដ៏ធំធេងពីនាយទាហាននាយទានរងនពលទាហានយើងទាំងអស់ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់សម្ដេចមហាបវរធិបតីហ៊ុនម៉ាណែតនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាក្នុងនីតិកាលទី7នៃរដ្ឋសភានិងមានការចង្អុលបង្ហាញពីថ្នាក់ដឹកនាំក្រសួងការពារជាតិនិងអគ្គបញ្ជាការដ្ឋាននិងពីមេបញ្ជាការកងទ័ពជើងអាកាសផ្ទាល់ក្នុងស្មារតីទទួលខុសត្រូវខ្ពស់របស់ថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ក្នុងការចាត់តាំងអនុវត្តការងារជាក់ស្ដែងនៅតាមបណ្ដាអង្គភាពចំណុះធ្វើឲ្យរាល់ភារកិច្ចទទួលបានលទ្ធផលល្អប្រសើរឯកឧត្តមបណ្ឌិតឈួនថៃវរិនក៏បានពំនាំនឹងការផ្ដាំផ្ញើសុខទុក្ខពីសុខទុក្ខជាមួយនឹងក្តីនឹករលឹកនិងប្រសិទ្ធពរជ័យសិរីមង្គលវិបុលសុខបវរមហាប្រសាពីសម្ដេចអគ្គមហាសេនាបតីតេជោហ៊ុនសែនប្រមុខរដ្ឋស្ដីទីប្រធានព្រឹទ្ធសភានិងសម្ដេចកតេព្រឹទ្ធបណ្ឌិតពីសម្ដេចមហាបវរធិបតីហ៊ុនម៉ាណែតនាយករដ្ឋមន្ត្រីនិងលោកជំទាវបណ្ឌិតពីឯកឧត្តមនាយឧត្តមសេនីយ៍ទាសីហាឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងការពារជាតិនិងលោកជំទាវនាយឧត្តមសេនីយ៍វង្សពិសេសអគ្គមេបញ្ជាការនៃកងយុទ្ធពលខេមរៈភូមិន្ទនិងលោកជំទាវនិងពីនាយឧត្តមសេនីយ៍សង្ឃសំណាងអគ្គមេបញ្ជាការរងជាមេបញ្ជាការកងទ័ពជើងអាកាសនិងលោកជំទាវផ្ញើជូននៅការសាកសួរសុខទុក្ខពោពេញទៅដោយមនោសញ្ចេតនានឹករលឹកស្រឡាញ់រាប់អានយ៉ាងជ្រាលជ្រៅនិងស្មោះស្ម័គ្របំផុតចំពោះនាយទាហានពលទាហានទាំងអស់ដែលក្នុងឆ្នាំកន្លងមកបានខិតខំពុះពៀការបានសុខភាពអ្នកបរិយាអ្នកចង់ជួបទៅអាចារ្យទៅនេះដែរក៏ជាតែមិនសិនតែព្រីទៅសពអាហាររបស់បញ្ហាស្វែងរកអគ្គបញ្ជាការដ្ឋានសម្ដៅកសាងកងយុទ្ធពលខេមរៈភូមិន្ទនិយាយរួមនិងនិយាយដោយឡែកកសាងកងទ័ពជើងអាកាសឲ្យបានរឹងមាំរៀបរយមានសមត្ថភាពគ្រប់គ្រាន់ក្នុងការបំពេញតួនាទីភារកិច្ចទៅតាមជំនាញរៀងៗខ្លួនចូលរួមយ៉ាងសកម្មអនុវត្តបទបញ្ជារបស់រាជរដ្ឋាភិបាលទប់ស្កាត់និងបង្ក្រាបបានរាល់សកម្មភាពខុសច្បាប់បទល្មើសនានាពិសេសការជួញដូរប្រើប្រាស់គ្រឿងញៀនដែលកើតឡើងក្នុងមូលដ្ឋានទីតាំងបោះតបរបស់ខ្លួនចូលរួមការពារសន្តិសុខសណ្ដាប់ធ្នាប់សង្គមដោយសហការជាមួយសមត្ថកិច្ចពាក់ព័ន្ធបានល្អប្រសើរនាឱកាសចុះសាកសួរសុខទុក្ខនេះឯកឧត្តមបណ្ឌិតឈួនថៃវរិនបាននាំយកនៅអំណោយអនុស្សាវរីយ៍និងថវិកាមួយចំនួនផ្ដល់ជូនអង្គភាពនាយទាហានពលទាហានចំណុះ4ស្នងការដ្ឋាននិង4ស្ថាប័នឯករាជ្យនិងនាយទាហានក្នុងមូលដ្ឋានទ័ពអាកាសពោធិ៍ចិនតុងផងដែរ